សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀបបូកលេខបានឆាប់រហ័សនៅក្នុងតារាងរបស់យើងនេះគឺមាន number 1 និង number 2 អញ្ចឹងខ្ញុំចង់បូកលេខនេះដាក់នៅខាងក្រោមអញ្ចឹងនៅពេលដែលយើង select មកបែបនេះនឹងចេញប៊ូតុងនៅខាងកែងដូចនេះដែលគេដាក់ថា quick analysis អញ្ចឹងយើងចុចចូលមកដល់ត្រង់នេះយើង select យកពាក្យថា total នៅត្រង់នេះគឺមានជាផលបូកដែលពាក្យថាខាងរូបភាព Q នេះមានន័យថាយើងបូកទម្លាក់ចុះមកក្រោមអញ្ចឹងយើងគ្រាន់តែចុចមកគឺយើងទទួលបាននូវផលបូក number 1 number 2 ហើយមួយទៀតបើសិនបើយើងចង់ឲ្យផលបូកទិន្នន័យដែលនៅក្នុងតារាង number 1 number 2 ចូលគ្នាហើយមកស្មើនៅកន្លែង total នេះអញ្ចឹងលោកអ្នកគ្រាន់តែ select យកមកប៉ុណ្នេះមកហើយយើងចុចចូលប៊ូតុងនៅ Q នេះមកហើយជ្រើសរើសយកកន្លែងពាក្យថា total ហើយយើង select រហូតមកដល់កន្លែងពាក្យថា sum ត្រង់នេះដែលមានផ្ទាំងពណ៌លឿងបង្ហាញថាផលបូកសរុបគឺនៅខាងស្ដាំដៃអញ្ចឹងយើងគ្រាន់តែ select មកនោះនឹងទទួលបានផលបូកដូចដែលបានបង្ហាញនេះអញ្ចឹងមានតែប៉ុណ្នេះសូមអរគុណនិងសូមជម្រាបលា